ក្រសួងយុតិធធកម្ពុជាវៀតណាមកំពុងរៀបចំឲ្យមានកិច្ចព្រមព្រៀងផ្ទេរទណ្ឌិតរវាងប្រទេសទាំងពីរក្រោមហេតុផលថាដើម្បីបង្កភាពងាយស្រួលដល់ទណ្ឌិតឲ្យបានមកនៅក្នុងប្រទេសកំណើតនិងជិតក្រុមគ្រួសាររបស់ខ្លួនអ្នកនាំពាក្យក្រសួងយុតិធធលោកចិនម៉ាលីនប្រាប់ VOD នៅព្រឹកថ្ងៃនេះថាក្រសួងយុតិធធកម្ពុជានិងវៀតណាមគ្រោងជួបគ្នានៅចុងខែមីនាឬដើមខែមេសាខាងមុខដើម្បីរៀបចំកិច្ចព្រមព្រៀងមួយទាក់ទងនឹងការផ្ទេរអ្នកទោសរវាងប្រទេសទាំងពីរលោកបន្តថាជាបឋមក្រុមបច្ចេកទេសនៃភាគីទាំងពីរនឹងជួបគ្នាដើម្បីរៀបចំកិច្ចព្រមព្រៀងនេះមុននឹងឈានដល់ជំនួបថ្នាក់រដ្ឋមន្ត្រីលោកបញ្ជាក់ថាកិច្ចព្រមព្រៀងផ្ទេរទណ្ឌិតនេះនឹងបង្កភាពងាយស្រួលដល់ទណ្ឌិតឲ្យបានមកជាប់ឃុំក្នុងប្រទេសកំណើតនិងបាននៅជិតក្រុមគ្រួសាររបស់ខ្លួនវិញផ្ទេរទណ្ឌិតនេះអានេះយើងគិតទៅលើគោលការណ៍សិទ្ធិមនុស្សទណ្ឌិតក៏គាត់នៅមានសិទ្ធិពលរដ្ឋមួយចំនួនដែរណាគឺថាទណ្ឌិតរបស់យើងទៅជាប់គុកនៅគេទណ្ឌិតគេមកជាប់គុកនៅយើងគឺវាមិនជាការងាយស្រួលទៅឃ្លាតឆ្ងាយពីក្រុមគ្រួសារដែលក្រុមគ្រួសារមិនអាចទៅមើលសពទុកឬក៏ទៅសួរនាំឲ្យបានណាអញ្ចឹងនេះវាប៉ះពាល់ដល់សិទ្ធិមនុស្សឋានរបស់ពលរដ្ឋដែរអញ្ចឹងការផ្ទេរនេះគឺដើម្បីជាការសម្រួលទៅដល់ទណ្ឌិតក៏តែផ្ទេរនេះមិនមែនបានន័យថាផ្ទេរឲ្យគាត់ទៅរួចខ្លួនទេគឺថាផ្ទេរទៅគឺអនុវត្តទោសនឹងក៏ដែរគាត់ណាអនុវត្តទោសនឹងប្រទេសរបស់គេទន្ទឹមនឹងនេះលោកចិនម៉ាលីនថាសប្តាហ៍ថ្ងៃនេះភាគីទាំងពីរក៏កំពុងតែពិភាក្សាលើកិច្ចព្រមព្រៀងទាក់ទងនឹងកិច្ចសហការជួយគ្នាក្នុងវិស័យព្រហ្មទណ្ឌដែលលោកថាអាចជួយសម្រួលដល់ការងារតុលាការបានល្អប្រសើរអូខេដូចជាតុលាការរបស់យើងធ្វើការសង្កេតទាក់ទងជំនឿវៀតណាមក៏ប៉ុន្តែជំជាប់ចោតតាក់ស័យរបស់តាំងទៅប្រមាណគឺលើប្រទេសវៀតណាមអញ្ចឹងទេយើងអាចសហការជាមួយខាងតុលាការគេដើម្បីជួយសម្ភារសាកសីសួរសាកសីឬក៏បញ្ជូនឯកសារផ្ោះតាំងចាំបាច់មកយើងដើម្បីឲ្យយើងអាចដំណើរការនីតិវិធីរបស់យើងបានលោកឲ្យដឹងដែរថាកន្លងមកភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងចំនួន3រួចមកហើយទាក់ទងនឹងការធ្វើបច្ចាប័នបញ្ជូនមនុស្សដែលភាគីម្ខាងស្នើសុំនិងចុះអនុសារណៈយោគយល់គ្នាជាដើមអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃលោកនុតសាវណ្ណាមានប្រសាសន៍ថាសប្តាហ៍ថ្ងៃនេះប្រទេសកម្ពុជាមានទណ្ឌិតជាជនបរទេសចំនួន835នាក់លោកបន្តថាទណ្ឌិតទាំងនោះមានដូចជាជនជាតិចិនវៀតណាមថៃអូស្ត្រាលីជប៉ុនកូរ៉េនីសេរីយ៉ានិងអឺរ៉ុបមួយចំនួនលោកមិនមានទិន្នន័យថាទណ្ឌិតជនជាតិវៀតណាមមានប៉ុន្មានអ្នកនោះទេលោកឲ្យដឹងដែរថាកន្លងមកកម្ពុជាធ្លាប់ផ្ទេរទណ្ឌិតជនជាតិមួយចំនួនដូចជាថៃនិងឡាវជាដើមឲ្យទៅអនុវត្តទោសក្នុងប្រទេសកំណើតប្រទេសដទៃក៏យើងមានដែរប៉ុន្តែវាអត់មានកិច្ចព្រមព្រៀងជាប់លាប់ដែលផ្ដល់សច្ចាប័នដោយរដ្ឋសភាយើងណាបាទព្រោះហ្នឹងតាមច្បាប់យើងត្រូវបង្កើតជាច្បាប់គូបញ្ជាក់ថាកាលពីខែកក្កដាឆ្នាំ2014កម្ពុជាបានផ្ទេរទណ្ឌិតជនជាតិថៃនិងជាសកម្មជនអាវលឿងថៃលោកវីរៈស៊ុំខ្វាមខេតឲ្យទៅរដ្ឋាភិបាលថៃវិញបន្ទាប់ពីមានអន្តរាគមន៍ពីរដ្ឋាភិបាលយោធាថៃលោកវីរៈស៊ុំខ្វាមខេតត្រូវបានសាលាដំបងរាជធានីភ្នំពេញកាត់ទោសកាលពីថ្ងៃទី1ខែកុម្ភៈឆ្នាំ2011ក្រោមបទចូលទីលានយោធាកម្ពុជាដោយខុសច្បាប់ក្នុងបំណងទុច្ចរិតនិងបទប្រមូលព័ត៌មានសម្ងាត់ប៉ះពាល់ដល់សន្តិសុខជាតិកម្ពុជាខ្ញុំទូសុខា VOD ភ្នំពេញ